រឿងខ្ញុំផលិតទឹកអប់បន្ទស្សនាសម្ដេចព្រះការភាគ21ដល់ភាគ25 Ariel Winston យើងមិនបណ្ដោយឲ្យវាបញ្ចប់ទៅដោយបែបនេះឡើយអេសខៃអែនដេកស្អាតព្រះបុត្រាចង្រៃនេះណែព្រះអង្គម្ចាស់តើទ្រង់អាចផ្ទុំបានយ៉ាងម៉េចនៅក្នុងស្ថានភាពបែបនេះអតិថិជននាំគ្នាសម្រុកទៅរកហាងរបស់ Ariel អស់ហើយអូតានាងបារម្ភពីរឿងកំពេចកំប៉ុកតូចតាចបែបហ្នឹងឬតូចតាចទេហាងសាឡនរបស់ Ariel មិនទាន់បានបើកស្រួលបួលផងហ្វូងមនុស្សស្រូតែចាំមុខហាងរបស់នាងទៅហើយចំណែកហាងរបស់ខ្ញុំវិញរលីងឆេញគ្មានសូម្បីតែភ្ញៀវម្នាក់ខ្ញុំថែមទាំងបានដឹងទៀតថាសម្ដេចស៊ីត្រិចគឺជាអ្នកវិនិយោគទុនរបស់នាងទៀតផងតើព្រះអង្គម្ចាស់និយាយធ្វើដូចគ្មានរឿងអ្វីកើតឡើងបានយ៉ាងម៉េចតើនាងកំពុងមើលងាយអំពីគំនិតរបស់យើងមែនទេយើងបានដឹងអំពីរឿងនេះរួចរាល់ទៅហើយអញ្ចឹងតើព្រះអង្គម្ចាស់សំងំស្ងៀមបែបនេះបានយ៉ាងម៉េចមនុស្សនឹងកាន់តែអស់សង្ឃឹមនៅពេលដែលពួកគេទទួលបានបទពិសោធន៍បរាជ័យបន្ទាប់ពីជោគជ័យទ្រឹស្ដីចាក់ទឹកមិនលិចទេព្រះអង្គម្ចាស់នេះតោះយើងមានដំណោះស្រាយហើយអរគុណណាសូមអញ្ជើញមកម្ដងទៀតនៅពេលក្រោយទីបំផុតក៏ជោគជ័យមួយថ្ងៃទៀតហើយថ្ងៃនេះកិច្ចការរលូនល្អណាស់អ្នកនាង Ariel ឧត្តមស្វាមីលេងពាក់អាវក្រោះបោះផ្ទះចឹងហ្មងថ្មិចបើក Ariel បានបើកហាងសាឡនបានមួយអាទិត្យជាងបាត់ទៅហើយអ្នកទាំងអស់គ្នាអើយពេលថ្ងៃគឺគាត់ធ្វើការនៅនឹងហាងទឹកអប់ចំណែកឯពេលយប់គឺគាត់ធ្វើការផលិតទឹកអប់របស់គាត់រៀងហត់នឿយក្រាន់បើដែរជំនួញតាក់ទងជាមួយនឹងហាងសាឡននេះគឺមិនងាយស្រួលនោះទេប៉ុន្តែនេះគឺជាកម្លាំងចិត្តរបស់គាត់ស៊ីត្រិចប្រកាសជាពេញចិត្តមិនខានជាមួយនឹងលុយដ៏ច្រើនបែបនេះបន្ទាប់មក Ariel និង Lina ក៏បាននាំគ្នាទៅទិញគ្រឿងផ្សំនៅក្នុងការផលិតទឹកអប់រឿងដែលចម្លែកនិងគួរឲ្យឆ្ងល់នោះគឺមិនដឹងជាហេតុអ្វីម្នាក់ដែលជាអ្នកលក់ផ្កានៅថ្ងៃនេះគឺតែងតែកិច្ចមុខពីគាត់ធ្វើដោយគាត់នឹងគឺជាគ្រោះចង្រៃដែលកំពុងតែធ្វើដំណើរមកស្ងាត់ឈឹងដល់មកដែលគេបាត់ហាងហើយទេដឹងអ្នកនាង Ariel មើលទៅលោកដូចជាដឹងរឿងខ្លះគឺនៅយប់ដែលអ្នកនាងបើកហាងមានមនុស្សចម្លែក2នាក់បានមកកាន់ទីនេះហើយសោកលុយមិនឲ្យពួកគេលក់ផលិតផលឲ្យអ្នកនាងនោះទេនាយប់នោះពួកមនុស្សចម្លែកទាំងពីរនាក់នោះបាននិយាយថាពួកគេនឹងផ្ដល់លុយជាច្រើនទៅឲ្យអ្នកលក់ផ្កាជារៀងរាល់ខែប្រសិនបើអ្នកលក់ផ្កាទាំងនោះបញ្ឈប់នៅក្នុងការផ្គត់ផ្គង់អីវ៉ាន់ទៅឲ្យហាងរបស់តួឯកស្រីរបស់យើងមនុស្សចម្លែកទាំងពីរនាក់នោះជាអ្នកណាគឺជាស្រីស្អាតប្រុសស្អាតរបស់អ្នកទាំងអស់គ្នានឹងតួស្រីរបស់យើងមិនអាចផលិតទឹកអប់បានទេបើគ្មានគ្រឿងផ្សំនោះភ្ញៀវប្រកាសជាទៅទិញអីវ៉ាន់នៅហាងរបស់ Magnus វិញមិនខានខ្ញុំដឹងថាពួកគេប្រកាសជាព្យាយាមរារាំងផ្លូវរបស់ខ្ញុំមិនខានប៉ុន្តែខ្ញុំមិនគិតថាពួកគេនឹងធ្វើរឿងតប៉ែបែបហ្នឹងទេ Ariel ក៏បានអរគុណលោក Raphael ទៅព្រោះសល់តែគាត់មួយនឹងឯងដែលនៅខាងនាងមិនព្រមទទួលសំណូកតើអ្នកនាងនឹងធ្វើអ្វីនៅពេលនេះគាត់និយាយទាំងអៀនមុខក្រហមពីព្រោះ Ariel កំពុងតែចាប់ដៃរបស់គាត់កុំបារម្ភខ្ញុំមិនបណ្ដោយឲ្យវាទៅជាបែបនេះទេខ្ញុំនឹងស្វែងរកវិធីសាស្ត្រដោះស្រាយនិងធ្វើឲ្យតម្រេះជីកកឯងហាងរបស់ Ariel ក៏ត្រូវបានបិទនៅក្នុងរយៈពេលមិនយូរដោយសារតែមូលហេតុអ្វីយើងទាំងអស់គ្នាអាចទីដឹងហើយខ្ញុំបានគិតអស់រយៈពេលពេញមួយយប់ហើយខ្ញុំក៏បានរកឃើញដំណោះស្រាយពីរដូចនេះអ្នកទាំងពីរគឺត្រូវជួយខ្ញុំដើម្បីជ្រើសរើសជម្រើសដ៏ល្អប្រសើរមួយចាស់អ្នកនាង Ariel ដំណោះស្រាយទី1គឺសោកបានពួកពាណិជ្ជករទាំងអស់នោះដែលទឹកប្រាក់ច្រើនជាងទឹកប្រាក់ដែលពួកគេធ្លាប់ទទួលបានប៉ុន្តែអ្នកនាងគ្មានលុយបង្ហាញដល់ថ្នាក់ហ្នឹងទេលោក Aaron ក៏ងក់ក្បាលដំណោះស្រាយទី2គឺយើងនឹងនាំគ្នាដាំគ្រឿងផ្សំទាំងនោះនៅក្នុងសួនផ្ការបស់យើងដោយខ្លួនឯងអញ្ចឹងពី3ខែទៀតបានយើងអាចផលិតទឹកអប់បានលោក Aaron ងក់ក្បាលយល់ស្របជាលើកទី2សូមកប់យោបល់
អ្នកនាងអេរៀលមិនអីទេឬលីណាតើខ្ញុំគួរតែធ្វើយ៉ាងណាទៅខ្ញុំពិតជារកនឹកអ្វីមិនឃើញទៀតនោះទេតើអ្នកនាងចង់ឲ្យពួកយើងចាត់ការដោយផ្ទាល់ឥឡូវនេះដែរឬទេអាងអីដកដាវទៀតចរិតកាត់រស់សម្ដេចឲ្យសុទ្ធហេតុតែពួកគាត់ជាចាហ្វាយនេះនឹងកូនចៅមើលទៅនិស្ស័យគឺមិនសូវខុសគ្នាប៉ុន្មានទេកុំអាលមើលស្ងាប់អារម្មណ៍មួយអ្នកនាងនិយាយត្រូវអ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវធ្វើដល់ថ្នាក់នេះទេទោះបីជាគេមើលទៅដូចជាជនអនាថាប៉ុន្តែគេនៅតែមានឈាមរាជវង្សនៅក្នុងខ្លួនអ្នកទាំងអស់គ្នាអាចនឹងត្រូវបានដាក់ទោសដោយសារតែការប្រមាថខ្សែរាជវង្សចាយរៀងមិនណយទេសម្ដេចជះរស្មីមកពីចម្ងាយហ្មងអេរៀលឡើងភ្ញាក់ព្រឺតព្រោះមិនដឹងថាសម្ដេចចេញមកពីកន្លៀតណាការពិតប្តីអេដមីនអ្នកតាក់ទងទៅសោះដោយសារពិបាកមើលភាពវេទនារបស់អេរៀលនៅក្នុងរឿងជំនួញនឹងពេកប្រសិនបើបានសម្ដេចជាជំនួយពិតមែននោះគឺជារឿងល្អណាស់បើទោះបីជាអញ្ចឹងក៏ដោយក៏អេរៀលនៅតែចង់សាកល្បងដោះស្រាយបញ្ហាដោយខ្លួនឯងបន្តទៀតសិនដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួនយើងនឹងគោរពតាមការសម្រេចចិត្តរបស់អ្នកនាងតើអ្នកនាងស្គាល់ចេណាហ្គីលបឺតដែរឬទេនាងគឺជាម្ចាស់នៃក្បួនខារ៉ាវ៉ាន់របស់ត្រកូលហ្គីលបឺតនិងជាអ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញផ្សេងៗនាងថែមទាំងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងត្រកូលអភិជនជាច្រើនមិនតែប៉ុណ្ណោះនាងក៏ជាអ្នកបង់ពន្ធយ៉ាងធំទៅដល់សេដ្ឋកិច្ចរបស់អាណាចក្រវេលាអេរៀលក៏លេចចេញគំនិតមួយមកភ្លាមនាងដឹងហើយថាពេលនេះនាងគួរតែធ្វើអ្វីមិនបណ្ដោយឲ្យពេលវេលាកន្លងទៅដោយអត់ប្រយោជន៍យូរអ្នកនាងអេរៀលក៏បានធ្វើដំណើរមកដល់ក្បួនខារ៉ាវ៉ាន់ដែលជារបស់អ្នកនាងជីណាក្បួនខារ៉ាវ៉ាន់ហ្នឹងគឺបែបនេះអ្នកទាំងអស់គ្នាគឺដូចជាក្រុមពាណិជ្ជករដែលបោះទីតាំងលក់អីវ៉ាន់ជាក្រុមក្នុងរយៈពេលមួយមានន័យថាគាត់តែងតែប្ដូរទីកន្លែងលក់អីវ៉ាន់រហូតនឹងពេលខ្លះគាត់ទៅលក់នៅកន្លែងនេះពេលខ្លះគាត់ទៅលក់នៅកន្លែងនោះចឹងតែគាត់អត់មានកន្លែងជាក់លាក់ជាអចិន្ត្រៃយ៍ទេបុរសសង្ហាម្នាក់ក៏បានមករាក់ទាក់តួស្រីរបស់យើងសូមស្វាគមន៍តើអ្នកនាងមានធុរៈអ្វីដែរនៅទីនេះតួស្រីរបស់យើងក៏បានណែនាំខ្លួនទៅក៏ដូចជាប្រាប់អំពីគោលបំណងដែលនាងមកកាន់ទីនេះបុរសសង្ហាម្នាក់នោះក៏នាំតួស្រីរបស់យើងទៅកាន់ទីតាំងមួយអេរៀលបានឃើញទំនិញជាច្រើននៅទីនោះសូម្បីតែគ្រឿងផ្សំដែលនាងត្រូវការក៏មាននៅទីនោះដែរខ្ញុំត្រូវតែបង្កើតទំនាក់ទំនងល្អជាមួយនាងឲ្យបានមិនថាមានរឿងអ្វីកើតឡើងក៏ដោយអេរៀលក៏បានជួបអ្នកនាងចេណាដោយបំណងមិនទាំងទាន់បាននិយាយអីផងក៏ត្រូវអ្នកនាងចេណាបដិសេធយ៉ាងស្ពឹកមុខខ្ញុំគ្មានបំណងនៅក្នុងការធ្វើជំនួញជាមួយអ្នកនាងទេទាំងអ្នកនាងម្ចាស់ទាំងអ្នកមកជាមួយដើរទាំងគ្មានព្រលឹងចេញពីទីតាំងរបស់អ្នកនាងចេណាសុំទោសផងស្រីស្អាតយ៉ាងណាក៏ដោយអ្នកនាងគួរតែសិក្សាអំពីការរៀបចំអរិយាបថឲ្យបានត្រឹមត្រូវប្រសិនបើអ្នកនាងមានបំណងចង់ជួបនាងខ្ញុំម្ដងទៀតត្រឡប់មកវិញនៅពេលដែលអ្នកនាងបានត្រៀមខ្លួនរួចរាល់គាត់និយាយអំពីអរិយាបថបែបអ្នកជំនួយអ្នកទាំងអស់គ្នាបើយើងអ្នកធម្មតាពិបាកយល់បន្តិចជាមួយនឹងន័យរបស់គាត់ប៉ុន្តែចំពោះអ្នកដែលគាត់ជាអ្នករកស៊ីគាត់អាចនឹងយល់ហើយថាអ្នកនាងចេណាគាត់ចង់មានន័យថាម៉េចសម្រាប់អ្នករកស៊ីគេមិនចេះតែមករកគ្នាឆ្កុយដោយអាចារ្យអេរៀលអញ្ចេះទេប៉ុន្តែយើងអាចបន្ទោសបានដែរដោយសារតែគាត់ទើបតែប្រឡូកនៅក្នុងវិស័យជំនួញហ្នឹងសំឡេងសាយកក្អឹកលត់ចេញពីបរិវេណសួនផ្ការបស់អេរៀលនារីសក់មាសដែលយើងធ្លាប់ស្គាល់បង្ហាញខ្លួនមកម្ដងទៀតហើយអ្នកនាងឆាឡតព្រះអើយនេះមែនទេជារឿងដែលបានកើតឡើងហាអ្នកនាងអេរៀលអាចារ្យខ្មាស់គេមួយតង់ពីរតង់មុខឡើងក្រហមត្រេតអ្នកនាងឆាឡតក៏បានណែនាំប្រាប់ទៅថាប្រសិនបើយើងចង់រាប់អានជាមួយនឹងអ្នកជំនួញយើងគួរតែមានអ្វីមួយដែលអាចទាក់ទាញចំណូលចិត្តរបស់គេដូចជាការបង្ហាញទំនិញល្អៗឬក៏ផ្ដល់ឲ្យនៅអ្វីមួយដែលត្រូវនឹងតម្រូវការរបស់គេតាមការសង្កេតរបស់ admin អ្នករកស៊ីគាត់ផ្ដល់អំណោយឲ្យគ្នាដូចជាការបញ្ជាក់អំពីការយល់ចិត្តគ្នាកាលណាបើមិនយល់ចិត្តគ្នាគំនិតផ្ទុយគ្នាសហការគ្នារកភាពរីកចម្រើនមិនឃើញទេ
អញ្ចឹងបើគេជួនរបស់គ្នាគេពេញចិត្តអំណោយដែលភាគីម្ខាងបានផ្ដល់ឲ្យមានន័យថាអ្នកម្ខាងហ្នឹងគាត់បានសិក្សាពីគ្នាគាត់បានយល់ចិត្តគ្នាបដាហើយប៉ុន្តែបើមកឆ្កុយដោយ Ariel អញ្ចឹងយើងអត់ស្គាល់គេអត់ស្គាល់យើងគឺពិបាកនៅក្នុងការនិយាយគ្នាដូចនេះហើយបានជាអ្នកនាងជាណាគាត់បដិសេធ Ariel ដោយសារតែគាត់មានបទពិសោធន៍ច្រើននៅក្នុងការធ្វើជំនួញហ្នឹងណាអញ្ចឹងគាត់មើលដឹងថាចាយគឺជាមាន់ថ្មីអត់ទាន់ដឹងខ្យល់អីទេបានមករកគាត់ឆៅបែបហ្នឹងអញ្ចឹងគាត់ក៏ឲ្យតួស្រីហ្នឹងរៀបចំខ្លួនសិនទៅសិក្សាពីរបៀបទំនាក់ទំនងបែបអ្នកជំនួញសិនទៅចាំមករកគាត់ជាថ្មីដូចនេះអេរីក៏ត្រូវស្វែងរកព័ត៌មានអំពីអ្នកនាងចេណាសិនតើគាត់ត្រូវការអីដើម្បីធ្វើឲ្យគាត់សប្បាយចិត្តឬក៏គាត់ត្រូវការអ្វីដើម្បីជាជំនួយទៅដល់ការរកស៊ីរបស់គាត់អ្នកនាងឆាឡាតក៏បានផ្ដល់ដំណឹងដ៏សំខាន់មួយដែលជាគន្លឹះជួយឲ្យអេរីនៅក្នុងការស្វែងរកអំណោយជូនអ្នកនាងចេណាសប្តាហ៍ថ្ងៃគាត់កំពុងតែមានបញ្ហាតតាំងជាមួយនឹងសត្វម្យ៉ាងដែលមានឈ្មោះថា Scaran ជាសត្វបក្សីមានគ្រោះថ្នាក់និងមានញៀននៅក្នុងការស្រង់ក្លិនខ្លាំងមែនទែនដែលតែងតែគេចផុតអំពីការប្រមាញ់របស់មនុស្សពួកវាតែងតែទៅរញ៉េរញ៉ៃវាយប្រហារក្រុមអ្នកប្រមាញ់របស់អ្នកនាងជាណានៅពេលដែលគាត់ធ្វើការបរបាញ់នៅក្នុងព្រៃមើលទៅអេរីដូចជាមិនស្គាល់សត្វនឹងទេអ្នកនាងឆាឡតក៏ឲ្យជាយោបល់ថាតួស្រីគួរតែទៅរកមើលសត្វនឹងដោយផ្ទាល់ទៅអាចារ្យអេរីឡើងសប្បាយចិត្តសង្ឃឹមថានឹងបានឃើញរូបភាពស្អាតៗរបស់អ្នកនាងឆាឡតនៅពេលដែលអ្នកនាងក្រុងឈុតបរបាញ់ប៉ុន្តែអេដមីនមើលទៅអត់មានឃើញស្អាតអីផងអេដមីនមើលយូរទៅឃើញចេញសង្ហាវិញវាទៅជាអញ្ចឹងទៅតប៉ែចេញជីអលឡូវសុំទោសផងអ្នកនាងខ្ញុំមិនអាចមានពេលទៅជាមួយអ្នកនាងបានទេអេរីលអស់សង្ឃឹមក្នុងជីវិតបដ ாய் ប្រសិនបើអ្នកនាងត្រូវការគ្នាម្ដេចក៏អ្នកនាងមិនទៅជាមួយនឹងស៊ីត្រិចមិត្តភ័ក្តិរបស់ខ្ញុំទៅទឹកតែក្នុងមាត់ទាំងវណ្មានត្រូវបានអេរីព្រុសចោលទាំងអស់ដោយសារតែភ្ញាក់ផ្អើលក៏ដូចជារៀងភ័យខ្លាចនៅពេលដែលបានឮឈ្មោះរបស់សម្ដេចមនុស្សខំកិច្ចចង់ងាប់ឥឡូវត្រូវមកជួបគ្នាទៀតមែនភ្ញាក់ផ្អើលអីម្លេះអ្នកនាងឬក៏អ្នកនាងមិនចូលចិត្តស៊ីត្រិចទេគេផ្សេងហ៊ានហៅត្រឹមតែសម្ដេចទេតែអាចារ្យឆាឡតយើងលេងកាងហៅឈ្មោះសម្ដេចពេញមាត់ហ្មងខ្ញុំមិនបានស្អប់គាត់ទេតាមរយៈការអានប្រឡំលោកអេរីលមានអារម្មណ៍ថារអាដោយសារតែសម្ដេចហ្នឹងគាត់ជាមនុស្សប្រាជ្ញាពេកលុះដល់ពេលមកបានជួបផ្ទាល់សម្ដេចគឺពិតជាចិត្តល្អហើយគួរឲ្យគោរពកោតក្រែងទៀតផងប្រកាសជាដោយសារតែអរិយាប័ត្រប្រឆាំងរបស់អេរីត្រូវបានផ្លាស់ប្ដូរបើឲ្យតួស្រីរបស់យើងពិចារណាអំពីអារម្មណ៍របស់ខ្លួនឯងប្រហែលជាចូលចិត្តសម្ដេចហើយមើលទៅគឺគោរពចូលចិត្តរាប់អានគ្នាទំនាក់ទំនងអេរីនិងសម្ដេចត្រឹមតែជាអ្នកជំនួយនិងអ្នកវិនិយោគទុនប៉ុណ្ណោះអេរីក៏មានអារម្មណ៍ថាក្រែងចិត្តតើខ្ញុំអាចទំនាក់ទំនងសម្ដេចដែលហេតុផលផ្ទាល់ខ្លួនបែបនេះដែរទេរឿងអីមិនអាចអ្នកនាងឆាឡតនិយាយធ្វើដូចសង្កេតឃើញអនាគតរវាងពីរអ្នកនឹងដូចជាពួកយើងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងមានពេលវេលាដ៏ស្និទ្ធស្នាលជាមួយនឹងគ្នាណាមកដល់ពេលនេះគោលបំណងដើមរបស់អេរីដូចជាកាន់តែរសាត់ទៅឆ្ងាយទៅហើយតើវានឹងមិនអីទេមែនទេប្រសិនបើខ្ញុំលុបបំបាត់វត្តមានខ្លួនឯងនៅពេលដែលតួឯកស្រីពិតប្រាកដបង្ហាញខ្លួនទោះបីជាទំនាក់ទំនងរបស់ពួកយើងលូតលាស់បន្តិចបន្តួចក៏ដោយគាត់ប្រហែលជាមិនឆ្លៀតពេលរវល់ដើម្បីមកជួយខ្ញុំទេនេះគ្រាន់តែជាការគិតរបស់អេរីប៉ុណ្ណោះជាក់ស្ដែងនេះមកតាមឲ្យតតែបានមុខអេរីឡើងមិនគួរជឿសម្ដេចថ្ងៃនេះមិនរវល់ទេឬវាគឺជាទំនួលខុសត្រូវមួយរបស់យើងក្នុងនាមជាអ្នកវិនិយោគទុនដើម្បីជួយអ្នកនាងអញ្ចឹងអេដមីនអត់ដែររស់ស៊ីអញ្ចឹងសម្ដេចមានប្រសាសន៍ថាម៉េចអេដមីនចេះតែជឿសិនទៅប៉ុន្តែគ្នាយើងដៃគូសហការគ្នាគេណាត់គ្នាមកអញ្ចឹងមែនអាចារ្យចេះតែហ៊ានមកហើយមកតែពីរនាក់ផងខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងមានពេលវេលាដ៏ស្និទ្ធស្នាលជាមួយនឹងគ្នាណានឹកឃើញសម្ដីរបស់អ្នកនាងឆាឡតហើយអាចារ្យចង់ភ័យដែរបានហើយកុំគិតច្រើនពេកអីអ្នកនាងអេរីល
កាន់ដៃរបស់យើងមកចាំយើងជួយសំណាងហើយដែលអត់មានមកកើតជាមនុស្សមិនមានកើតជាសេះឲ្យគេជិះម្ដងពីរនាក់ទ្រាំទៅលោកបងសេះអើយធម្មតានៅជាមួយគេប្រើអញ្ចឹងហើយដូចមិនទម្លាប់សោះសកម្មភាពរបស់សម្ដេចដូចជាមិនបង្ហាញការស្ទាក់ស្ទើរអីសោះឥឡូវហេតុអ្វីទៅភ្នែកនៅនឹងសៀវភៅប៉ុន្តែគំនិតបែរជាកំពុងគិតមកមីទៅរយផ្សេងទៅវិញអ្វីទៅណទំនាក់ទំនងរបស់ពួកយើងគឺគ្រាន់តែជាអ្នកជំនួយនិងអ្នកវិនិយោគទុនប៉ុណ្ណោះហើយពួកយើងក៏ជាដៃគូដែលមានបំណងតែមួយប៉ុន្តែយើងចង់ចំណាយពេលជាមួយនឹងនាងហើយនៅក្បែរនាងឲ្យបានច្រើនជាងនេះត្រូវហើយគឺមកពីនាងជាមនុស្សដែលពោរពេញទៅដោយមហិច្ឆតាដ៏បរិសុទ្ធជាស្ដែងយើងពិតជាចង់លើកទឹកចិត្តនាងបន្ទាប់ពីពេលនេះតទៅនៅក្នុងនាមជាដៃគូជំនួយរបស់នាងយើងគួរតែជួយរាល់បញ្ហាទាក់ទងនឹងជំនួយនេះឲ្យអស់ពីចិត្តកាប់ពិតទៅជំនួយការនឹងកញ្ញាលីណាក៏មកដែរតាអញ្ចឹងបានអេគាត់ហ៊ានមកគ្រាន់តែដើរជួបគ្នាតាមផ្លូវអ្នកនាងឡើងភ័យចង់ញ័រខ្លួនទៅហើយតម្រាំតែឲ្យមកដើរព្រៃទៅពីរនាក់ទៀតព្រៃនេះគឺជាកន្លែងដែល Scaron បង្ហាញខ្លួនណាមួយព្រៃនេះក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ដេចដែរដូចនេះហើយគាត់ក៏នាំគ្រប់គ្នាដើម្បីស្វែងរកសត្វបក្សីដ៏ចង្រៃមួយប្រភេទនេះអរគុណសម្ដេចអត់បញ្ហាទេឈប់សិនអ្នកនាង Winston មានរឿងអីខ្ញុំគិតថាមានមួយក្បាលកំពុងតែបង្ហាញខ្លួនហើយ Scaron គឺជាបក្សីដែលចូលចិត្តរបស់ដែលមានពន្លឺនិងមានភាពស្រស់ស្អាតអញ្ចឹងហើយសូមប្រយ័ត្នសត្វជំលឺនេះភ្លាមវាក៏បង្ហាញខ្លួនចេញមកភ្លាមកំពុងតែចង់សាកល្បងភាពអត់ធ្មត់របស់សម្ដេចហើយតាម៉ែអើយឡើងប៉ប៉ុណ្ណីចេះក្រាបតន់កុំអីឆែបក្បាលចុងក្រោយមិនថាសត្វនេះសាហាវប៉ុណ្ណាក៏ដោយនៅតែខ្ចាប់ក្រោមដៃរបស់សម្ដេចមុននឹងស្ទាវសបើមណាដល់ជាប់សំណាញ់អញ្ចឹងទៅចេះមកធ្វើចរិតក្មេងតូចអីណាអេរៀលក៏ចិត្តល្អខុសរឿងរកតែសម្ដេចខាត់មិនតាន់អេដមីនក៏ចាញ់បោកដែរតាដោយសារតែអាសត្វហ្នឹងវាពូកែសម្ដែងខ្លាំងពេកខ្ញុំគិតថាជើងរបស់វាបាក់ហើយកុំចាញ់បោកវាអ្នកនាង Winston គ្រាន់តែរួចពីសំណាញ់ភ្លាមវាក៏បង្ហាញកាយវិការឌឺដងមកយ៉ាងគួរឲ្យចង់ចាប់បោចរោមស្លម្ជូរគ្រឿងមើលតែទឹកមុខដ៏ពុតត្បុតរបស់វាទៅអ្នកណាទៅទ្រាំបានជាមួយពួកវាបើឌឺម្លឹងអ្នកនាងមិនអីទេមែនទេខ្ញុំមិនអីទេអ្នកនាងចាយរត់តែគេស្វីតបន្តិចមិនបានអ្នកនាងសត្វហ្នឹងគឺពិតជាចរិតយ៉ាប់ដូចជាគេថាមែនយូបានឃើញអាចារ្យលីណាងាក់ងាក់ម្ដងមានអីខ្ជូតដែរតាចាំបន្តិចអ្នកនាង Winston អេរៀលចាប់យករោមសត្វនៅជាប់នឹងអាវរបស់សម្ដេចមកមើលគ្នាយើងមើលតែរោមសត្វបានឯណាកុំមើលអីផ្សេងពីរអ្នកនោះឡើងខ្ពើមសឹងតែបែកក្អួតដោយសារតែក្លិនរបស់វានឹងវាអាសោចខ្លាំងពេកអេរៀលអត់ខ្វល់កំពុងតែសប្បាយចិត្តដូចជារកអស់ប្រទេសចក្រានកាសសត្វឆ្លុះទេតាគ្រប់គ្រាន់ហើយជាមួយនឹងការសម្ងួតហើយនឹងការរំលាយដោយជាតិអាល់កុលប្រកាសជាអាចបង្កើតក្លិនដែលដិតហើយកក់ក្ដៅតែប៉ុណ្ណេះខ្ញុំអាចរៀបចំកាដូជូនទៅកាន់អ្នកនាងចេណាបានហើយអ្នកទាំងអស់គ្នាសូមស្ដាប់តោះចាប់ផ្ដើមប្រមូលស្លាបសត្វ Scaron ឥឡូវនេះរើសបានស្លាបសត្វទេប៉ុន្តែបែរជាទៅនឹកឃើញដល់សត្វឆ្លុះសត្វអីណាចាំមើលថាគាត់នឹងធ្វើអ្វីមិនថាសម្ដេចមិនថាមិនសម្ដេចអេរៀលប្រើទាំងអស់តើយើងពិតជាអាចចម្រាញ់ទឹកអប់ចេញពីរបស់នេះបានមែនទេនាងខ្ញុំជឿជាក់ផែនការរបស់អ្នកនាងអេរៀលសប្បាយរើសស្លាបសត្វរហូតភ្លេចសម្ដេចអស់រលីងដល់ពេលនឹកឃើញអ្វីក៏ហួសពេលអត់ទៅហើយនេះសម្បូរណាស់នៅជាសម្បុករបស់វាអរគុណតើខ្ញុំបានប្រាប់សម្ដេចមែនទេមិនអីទេវាគឺមិនពិបាកឡើយទោះបីជា
នាងខ្ញុំបានស្នើសុំឲ្យសម្ដេចធ្វើអ្វីចម្លែកៗមែនទេ? គឺយើងប្រាកដថាអ្នកនាងត្រូវការវា យើងជឿជាក់អ្នកនាង លីណា ចាស់អ្នកនាងអេរៀល ឮឈ្មោះមិនទាន់អាចារ្យរត់ឲ្យប្រែនមក អេរៀលក៏បានយកទឹកអប់ដែលផលិតពីទឹកកាមរបស់សត្វស្កេរ៉ាន់យកមកឲ្យលីណាសាក ចាស់លីណាយកមកសាកទាំងញញើតត្បិតមិនហ៊ានប្រកែកជាមួយចាហ្វាយ ណាមួយគាត់ក៏ជឿជាក់ទៅលើសមត្ថភាពរបស់អ្នកនាងរបស់ខ្លួន ដោយសារតែក្លិនទឹកកាមរបស់បក្សីនេះវាមានលក្ខណៈស្រដៀងទៅនឹងក្លិនទឹកកាមរបស់សត្វឈ្លូសដែលជាគ្រឿងផ្សំដ៏ថ្លៃនៅក្នុងការផលិតទឹកអប់ អធ្យាស្រ័យអ្នកទាំងអស់គ្នាត្រង់ចំណុចនេះអាចនឹងកក្រិចបន្តិចប៉ុន្តែវាគឺជាការពិតដែលគេធ្លាប់យកទឹកកាមរបស់សត្វឈ្លូសហ្នឹងយកមកផលិតជាទឹកអប់ទុកគ្រាន់ជាគ្រឿងលម្អក្លិនកាយ មូលហេតុហ្នឹងហើយបានជាអេរៀលក៏ដើរប្រមូលស្លាបសត្វដោយសារតែស្លាបសត្វហ្នឹងគឺមានជាប់នៅក្លិនរបស់ហ្នឹងហើយអញ្ចឹងហើយបានជាគាត់យកពួកវាហ្នឹងយកមកសាកផលិតជាទឹកអប់សាកមើលថាវាមានប្រសិទ្ធភាពដូចគ្នាដែរឬអត់ ផ្កាច្រើនណាស់មកពីណាអញ្ចេះរសាត់ហោះហើរពេញផ្ទៃមេឃ នៅក្នុងពិភពស្រមើស្រមៃលីណានិងតុក្កតាទន្សាយមួយក្បាលកំពុងសាសងគ្នា ពិតជាក្លិនដ៏ជាប់ចិត្តហើយកក់ក្ដៅណាស់ដូចជាការអោបមួយអញ្ចឹង យីហើយមិនបានមកអោបប្តីអេដមីនវិញណែហាប៉ែនោះក៏អញ្ចឹងទៀតអត់មានប្រកែកអត់មានអីទេ ឥទ្ធិពលនេះវាខ្លាំងជាងការគិតទៅទៀត អាចេចាញ់ឥទ្ធិពលក្លិនទឹកអប់របស់ម្ចាស់ស្រីគាត់ទៀតហើយ ខ្ញុំសុំតោះ បាសរោមជ្រងបន្ទាប់ពីដឹងខ្លួនមកវិញ ខ្ញុំត្រូវតែលាយគ្រឿងផ្សំឲ្យបានសមាមាត្រនៅពេលដែលចម្រាញ់ទឹកអប់ គិតទៅសមត្ថភាពរបស់អេរៀលពិតជាអស្ចារ្យមែនដែលអាចកែប្រែក្លិនអាប៉ាឡាឲ្យទៅជាក្លិនដ៏ជាប់ចិត្តមួយបាន តើទឹកអប់នេះពិតជាអាចធ្វើឲ្យបក្សីស្កេរ៉ាន់ស្លូតបានមែនទេ សង្ឃឹមថាវានឹងមិនធ្វើឲ្យខ្ញុំខាតពេកទេចុះ អេរៀលក៏បានផ្ដល់ទឹកអប់ឲ្យអ្នកនាងជាណាប្រើប្រាស់បន្តិច វាបានចម្រាញ់មកឲ្យមានក្លិនដូចជាព្រៃព្រឹក្សា ស្រស់ស្រាយបរិសុទ្ធដូចជាសម្បុករបស់សត្វស្កេរ៉ាន់ អ្នកនាងជាណាក៏ទទួលស្គាល់ដែរថាទឹកអប់របស់តួស្រីមានលក្ខណៈដិតនិងរំលឹកអំពីក្លិននៃធម្មជាតិរបស់ព្រៃព្រឹក្សា ក្លិននៃព្រៃគឺជាផ្នែកដ៏សំខាន់អ្នកនាងអាចសង្កេតឃើញដោយខ្លួនអ្នកនាងមិនខាន មើលទៅនាងដូចជាជឿជាក់ណាស់ល្អណាស់តោះចេញដំណើរ នឹកដើមដង្ហើមដល់លើកគ្នាមកទាំងពូជតែម្ដងសត្វនេះ អាចារ្យលីណាខ្លាចលងញ័រខ្លួនអស់ហើយ ក្លិនទឹកអប់របស់អេរៀលពិតជាមិនធ្វើឲ្យអ្នកនាងជាណាខកបំណងពិតមែន មើលចុះសត្វស្លាបដ៏កាចសាហាវប្រែទៅជាគួរឲ្យស្រឡាញ់បែបនេះបានយ៉ាងម៉េច វាគឺកំពុងចាប់ទុកអ្នកនាងជាណាជាគ្នារបស់វាហើយទេតើ កំពុងតែសប្បាយស្រាប់តែមានអាប្រុចមួយក្បាលចេញមកច្រងេងច្រងាងដូចបែកឱសថយ៉ាងម៉េចមិនដឹង ទំហំធំបែបនេះប្រកាសជាមេហ្វូងហើយ ពេលដែលអ្នកនាងជាណាសាកចូលទៅជិត អាប្រុចមួយក្បាលនោះក៏ស្រាប់តែបង្ហាញអាការៈប្រតិកម្មឱសថមកភ្លាមបំភ័យមនុស្សគ្រប់គ្នាដែលនៅទីនោះ ថាស្រីទៅគ្នាខ្លាច ចុះលោកបងពីរនាក់នេះស្អីនឹងគេដែរ